Cha sút đây bongប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីរបៀបលេងជាមួយនឹង app មួយមានឈ្មោះថា Play Revert កម្មវិធីហ្នឹងឥឡូវខ្ញុំចូលទៅក្នុង app ហ្នឹងសិនកម្មវិធីមួយហ្នឹងស្រួលលេងទេលេងមួយផ្លែតបានកាក់លឿននិយាយទៅឡើងលឿនណាឥឡូវខ្ញុំរកបាន62សេនទៀតហើយនេះពេលគ្រប់$1យើងអាចដកបានហើយចឹងក្នុងវីដេអូហ្នឹងខ្ញុំនឹងប្រាប់បងប្អូនអរគ្នារបៀបដែលយើងរកកាក់ឲ្យបានលឿនណារកកាក់ឲ្យបានលឿនរកលុយឲ្យបានលឿនឆាប់បានដកចឹងយើងចូលទៅកន្លែងពាក្យថា bonus ឬមួយក៏ game សាច់ចិត្តចឹងចូលទៅក្នុងពាក្យថា bonus នេះរូបកាដូពណ៌ក្រហមណាចុចទៅលើពាក្យថា play នេះ explore play time នេះចុចទៅហើយវាចេញទម្រង់បែបនេះហើយចឹងរបៀបដែលយើងរកកាក់បានណាទីមួយគឺយើងមើលនេះមើលទៅពេលយើងចូលចុចទៅលើពាក្យ app ហើយយើងមើលហ្នឹងយើងមើលតែកម្មវិធីណាដែលវាដាក់ជានីតិឲ្យយើងមើលចឹងណាចឹងដើម្បីដឹងថាវាដាក់ជានីតិឬដាក់ជា level យើងចុចទៅលើពាក្យថា more ចឹងអាប្រភេទដែលថាឲ្យយើងលេងដល់ level ប៉ុណ្ណេះអីយើងមិនចាំបាច់ down មកលេងទេយើងរកកម្មវិធីណាដាក់ជានីតិនេះសិតតែដាក់ level ទាំងអស់យើងរកមើលមួយណាដាក់ជានីតិនេះយើងរកបែបនេះចឹងយើងមើលបើសិនជាគេវាចេញពាក្យថា play 1 minute 2 minute អីចឹងទៅឲ្យតែគេដាក់ជានីតិចឹងចាំយើង down មកដើម្បី down បានយើងចុចទៅលើពាក្យ play now ទៅវានាំយើងចូលទៅកាន់ Play Store ហើយយើងអាចតម្លើងវាបានហើយអញ្ចឹងអានេះយើងអត់ចាំបាច់លេងទេយើងគ្រាន់តែ download app មួយហ្នឹងមកបន្ទាប់មកយើងចូលទៅក្នុង app ហ្នឹងណាហើយយើង online មួយ app ហ្នឹង1នាទីទៅបាន559កាក់1នាទីទៀតបាន500កាក់ជាងទៀតសរុបអស់ចូល1000កាក់ជាងបាត់ទេហ្នឹងហើយ2នាទី633ចឹងវាឡើងរហូតយើងចំណេញណាយើងអត់ចាំបាច់លេងទេយើងគ្រាន់តែបើកចោលទេហើយដើម្បីរកបានជាមួយអាប្រភេទបើកនីតិចោលហ្នឹងនេះចុចទៅលើពាក្យ active នេះពេលដែលយើង download បានហើយវាចូលមកក្នុង active ហ្នឹងហើយចឹងខ្ញុំ download បាន2-3 app ដែរសុទ្ធតែ app បើកនីតិទាំងអស់ចឹងនេះអានេះខ្ញុំរកមួយ app នេះខ្ញុំរកបាន755កាក់បើមួយនេះវិញរកបាន3200កាក់ជាងហើយនេះយើងបើកជានីតិចឹងណាចឹងយើងដើម្បីលេងបានរកបានយើងចុចពាក្យ play now ពេលដែលយើងចុចពាក្យថា play now វានាំយើងចូលទៅកាន់ app មួយហ្នឹងហើយអញ្ចឹងយើងអត់ចាំបាច់លេងទេយើងគ្រាន់តែនៅក្នុង app ហ្នឹងទៅបើក app ហ្នឹងចោលទុកចោលទៅពេលដល់នាទីកំណត់របស់វាហើយវាលោតកាក់ប្រាប់យើងហើយទៅថាឲ្យយើងបើកឲ្យបាន5នាទីយើងគ្រាន់តែធ្វើការបើកចោលទេអត់មានហត់អីទេចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេនេះខ្ញុំប្រាប់ត្រួសចឹងណាខ្ញុំសូមប្រាប់ត្រួសចឹងសង្ឃឹមថាបងប្អូននឹងយល់ពីរបៀបលេងទី1គឺយើងចូលមក explore យើងស្វែងរក app ដែលគេបើកជានីតិបន្ទាប់មកយើងចុច download ពេលដែលយើង download ហើយ app ទាំងអស់ហ្នឹងវាលោតចូលមកកន្លែង active នេះវាលោតចូលមកក្នុងកន្លែង active ហ្នឹងហើយអញ្ចឹងដើម្បីយើងរកកាក់បានយើងចុចទៅលើពាក្យ play now ទៅវាលោតចូលក្នុង app ស្រាប់អូតូអញ្ចឹងណាអញ្ចឹងរបៀបរកកាក់រកលុយបានលឿនគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនមើលវីដេអូរបស់ខ្ញុំនឹងយល់ណា